បាទសួស្តីបងប្អូននៅក្នុងវីដេអូនេះចំពោះបងប្អូនមួយចំនួនដែលគាត់ជួបបញ្ហាឆាតរបស់គាត់ឥឡូវដោយសារឆាតគេអាប់ដេតថ្មីបាទអញ្ចឹងនៅពេលដែលយើងចុចចូលឆាតវានេះវាជាប់សញ្ញាបែបនេះដែលវាធ្វើឲ្យរំខានដល់ឆាតរបស់យើងឬក៏វាមើលទៅវាញ៉ៃញ៉ៃបាទអាហ្នឹងគេហៅថា float ឬក៏ sticker បាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំមកបង្ហាញឬក៏ប្រាប់ពីរបៀបនៅក្នុងការបិទទាំងនៅក្នុងទូរស័ព្ទ Android និង iOS បាទអញ្ចឹងចំពោះរបៀបគឺវាមានច្រើនរបៀបបាទតែរបៀបដែលខ្ញុំធ្វើជោគជ័យ 100% គឺខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូនេះបាទអញ្ចឹងដូចជាដែរអញ្ចឹងគឺវាមានច្រើនរបៀបបាទអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅធ្វើទាំងអស់គ្នាបាទចំពោះទូរស័ព្ទ Android បងប្អូនគ្រាន់តែចូលមកកាន់ឆាតរបស់បងប្អូនបាទនៅពេលដែលបងប្អូនចូលមកកាន់ឆាតបងប្អូនជ្រើសពាក្យថា menu បាទនេះសញ្ញាកឡោន3បាទហើយបងប្អូនចូលមកកាន់ setting ឆាតរបស់បងប្អូនហើយបងប្អូន scroll មកក្រោមបាទ scroll មកក្រោមបងប្អូននេះរើសពាក្យថា privacy បាទអញ្ចឹងបងប្អូនចូលមកកាន់កន្លែងហ្នឹងមកបាទនៅពេលបងប្អូនចូលមកកាន់ត្រង់ចំណុចនេះហើយបងប្អូនសូម scroll មកក្រោមបាទ scroll មកក្រោមនេះបងប្អូនរកពាក្យថាគេដាក់ថា end to end encrypted chat បាទនឹងបងប្អូនកន្លែងបងប្អូនចូលកន្លែងហ្នឹងបាទបាទអញ្ចឹងយើងចូលកន្លែងនេះគឺដើម្បីដាក់ pin chat មានន័យថាដើម្បីរក្សាទិន្នន័យ chat របស់យើងចាស់ទៅពេលដែលយើងលុបឬក៏អីទៅកុំឲ្យវាលុបបាត់អញ្ចឹងបងប្អូនដាក់កន្លែង pin chat ហ្នឹងទៅបងប្អូនគ្រាន់តែ log in ហើយបងប្អូនវាយចូលលេខ pin ហ្នឹងទៅអាច chat ចាស់ឬក៏ chat ដែលយើងធ្លាប់លេងសប្តាហ៍នេះគឺវាលូតមកហើយបាទអញ្ចឹងបងប្អូនយកខាងលើគេនេះអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងបាទដល់ពេលបងប្អូនចូលមកកាន់ត្រង់កន្លែងនេះហើយបងប្អូនអូសមកក្រោមបងប្អូនរកពាក្យថានេះ reset pin នេះបងប្អូនចុចកន្លែងហ្នឹងមកបាទតមកគេឲ្យយើងបង្កើតបងប្អូនត្រូវការបង្កើតបាទអញ្ចឹងនៅពេលដែលយើងចុចមកដល់កន្លែងនេះគឺយើងបង្កើតលេខ pin ណាបាទអញ្ចឹងលេខ pin បងប្អូនចង់ដាក់មិនក៏បានដែរតែយើងដាក់ចាំខ្លួនឯងឧទាហរណ៍តែខ្ញុំដាក់លេខ1សុទ្ធចុះ1បាទអញ្ចឹងលេខ1សុទ្ធបងប្អូនដាក់លេខមិនក៏បានដែរឲ្យទៅចាំខ្លួនឯងបាទចានេះក៏ឲ្យ confirm យើងដាក់លេខ1ដែរបាទអញ្ចឹងនៅពេលដែលបងប្អូនដាក់នឹងហើយគឺវារក្សាទិន្នន័យឆាតរបស់យើងចាស់ទុកហើយបាទជំហានបន្ទាប់បងប្អូនចុចថយមកវិញបាទអញ្ចឹងជំហានបន្ទាប់បងប្អូនកំណត់ឲ្យបងប្អូនគ្រាន់តែចុចមកកាន់ home របស់យើងវិញមកហើយបងប្អូនចូលមកកាន់ឆាតបងប្អូនអុកមកកាន់ឆាតទាំងឲ្យជាប់មកបាទហើយបងប្អូនជឿរើសយកអាកន្លែងគេដាក់សញ្ញាសួរនេះគេដាក់ app info អញ្ចឹងបងប្អូនចុចមកកាន់កន្លែងហ្នឹងមកតបមកបងប្អូនចូលពាក្យលើគេនេះយើង clear ហ្នឹងកន្លែង memory chat អញ្ចឹងបងប្អូនចូលមកកាន់ហ្នឹងមកហើយបងប្អូនចុច clear ចោលអស់មកបាទហើយបងប្អូនកុំភ័យថាបាត់ chat របស់យើងពួកអីមិនយើងដាក់ pin chat រួចហើយអញ្ចឹងបងប្អូនចុច clear ទាំងអស់មកបាទខ្ញុំ clear នេះហើយ clear data ទៀតបាទចុច clear មក clear អស់បាទអញ្ចឹងវាអស់ហើយវានៅ00បងប្អូនចុចថយមកក្រោយវិញមកចុចមកថយមកក្រោយបងប្អូនចូលឆាតម្ដងទៀតចូលឆាតមកចាំមើលពេលដែលយើង log in វាតើវាបាត់ឬក៏អត់បាទតែបញ្ជាក់បងប្អូនត្រូវចាំ password Facebook អីផងបាទនៅពេលដែល log in គេទាមទារ password បងប្អូនត្រូវការ log in មកបាទអញ្ចឹងបងប្អូនចុច continue មកបាទហើយចុច save ឬក៏អត់ save អានណាខ្ញុំសូមចុច save មកចាំមើលបងប្អូនមើលថាអាកន្លែង float ហ្នឹងវាបាត់អត់បាទហើយចុច not now ទៅបាទហើយបងប្អូនចុចក្រោមគេដែរមកបាទអញ្ចឹងនេះឆាតរបស់យើងបងប្អូនឃើញអត់គឺវាបាត់ហើយវាអត់មានអានឹងមកលោតរំខានរបស់យើងទៀតទេបាទ
ចឹងឆាតខ្លះគឺវាទៀមទាលេខ PIN ដើម្បីឲ្យយើងចូលទៅយកតិន័យចាស់ឆាតរបស់យើងចាស់ឆាតខ្លះគឺអត់ទេគឺវានៅដែរបាទអញ្ចឹងចំពោះទូរស័ព្ទ Android គឺមានតែប៉ុណ្្នឹងបាទអញ្ចឹងខ្ញុំបង្ហាញនៅលើ iOS វិញបាទអញ្ចឹងចំពោះiOS ឬក៏ iPhone ក៏អត់ខុសគ្នាដែរបាទដំបូងបងប្អូនគ្រាន់តែចូលមកកាន់ឆាតបាទបងប្អូនចូលមកកាន់ឆាតហើយបងប្អូនជ្រើសរើសពាក្យថា menu ដូចគ្នាដើម្បីកំណត់ PIN code បាទហើយចូលកន្លែងprivacy បាទចុចកន្លែង privacy មកបាទហើយបងប្អូនរកពាក្យថា end to end chat ហ្នឹងមកបាទនេះដោយសារខ្ញុំបានកំណត់រួចហើយបាទហើយ chat របស់ខ្ញុំគឺអត់ជាប់ទេតែបងប្អូនចូលកន្លែងហ្នឹងហើយបងប្អូនកំណត់ដូចក្នុង Android ដូចគ្នាហើយកំណត់ហើយបងប្អូនគ្រាន់តែចេញមកវិញមកហើយបងប្អូនចូលទៅកាន់ chat លុប chat របស់បងប្អូនណាបាទ remove chat ហើយបងប្អូនចូលក្នុង App Store ដំឡើងវាសាថ្មីគឺជាការស្រេចហើយបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណបងប្អូនសម្រាប់ការទស្សនាបាទហើយបើពេញចិត្តនៅវីដេអូនេះសូមបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel ខ្ញុំមួយផងបាទហើយមិនទាន់ Follow Page សូមបងប្អូនជួយចុច Follow Page មួយផងបាទអរគុណបងប្អូន